នៅក្រៅកម្ដៅព្រះអាទិត្យដ៏ក្តៅមានស្ត្រីម្នាក់កំពុងរៀបចំម្ហូបនៅលើរទេះបាយតូចមួយក្លិនម្ហូបឆ្ងាញ់ចេញពីខ្ទះក្តៅៗជាសញ្ញានៃជីវិតដែលត្រូវប្រឈមមុខនឹងថ្ងៃថ្មីដែលកំពុងចាប់ផ្ដើមឡើងវិញជីវិតនិងការតស៊ូប្រចាំថ្ងៃរបស់អ្នកលក់បាយម្ហូបតាមផ្លូវដែលជាមនុស្សធម្មតាប្រើកម្លាំងសម្រាប់ធ្វើការរកស៊ីដែលពោរពេញទៅដោយក្តីស្រឡាញ់និងក្តីសង្ឃឹមដើម្បីរកស៊ីចិញ្ចឹមជីវិតនិងក្រុមគ្រួសារវាជារឿងរ៉ាវនៃភាពរឹងមាំដែលមិនចេះបោះបង់និងជាស្នាមញញឹមក្រៅចង្ក្រានភ្លើងដ៏ក្តៅជីវិតមិនចាំបាច់តតែមានការងារធំដុំទើបមានតម្លៃនោះទេប៉ុន្តែការខិតខំប្រឹងប្រែងតូចៗក៏អាចក្លាយជាការផ្លាស់ប្ដូរដ៏ធំសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារអ្នកស្រីសឿនណាវីជាប្រពន្ធបានលើកឡើងថាសម្រាប់គាត់មុខរបរលក់បាយម្ហូបនេះពិតជាបានផ្លាស់ប្ដូរជីវិតគាត់ប្រសើរមែនបើទោះបីជាមិនមានណាស់ណាក៏ដោយក៏គ្រាន់បើជាងពីមុនពីព្រោះពីមុនអ្នកស្រីមានជីវភាពលំបាកជាងនេះឆ្ងាយណាស់ពេលឃើញអ្នកទិញមកទិញអ្នកស្រីចូលចិត្តមើលមុខអតិថិជនពេលញញឹមទទួលយកបាយម្ហូបក្តៅៗដែលអ្នកស្រីធ្វើលក់ព្រោះអ្នកទិញសរសើរថាឆ្ងាញ់មានអនាម័យតម្លៃសមរម្យហើយអ្នកលក់រស់រាយបើទោះបីជានៅក្រៅស្នាមញញឹមនោះបង្កប់នូវភាពហត់នឿយកម្ដៅថ្ងៃផ្សែងនិងក្តៅយ៉ាងណាក៏ដោយក៏ប៉ុន្តែអ្នកស្រីនៅតែតស៊ូមិនចុះចាញ់ឬបោះបង់ឡើយព្រោះមានអ្នកទិញនៅតែមកទិញមកហូបបាយម្ហូបរបស់គាត់ពិតជារីករាយណាស់លោកសាវឿនវណ្ណាជាអ្នកលក់បាយម្ហូបតាមផ្លូវបាននិយាយថាអ្នកខ្លះគេថាអ្នករកស៊ីតាមផ្លូវយើងវាគ្មានអីគួរអស្ចារ្យអញ្ចឹងណាបើសម្រាប់ពូវិញនេះជាអាជីពមួយដែលពូចិញ្ចឹមគ្រួសារពូសម្រាប់ពូវាអស្ចារ្យបើគេថាមិនអស្ចារ្យហើយយើងកុំទៅប្រឆាំងអីគេដូចដំបូងយើងចាញ់លក់ទៅរកស៊ីដំបូងយើងគ្មានតាន់មានម៉ូយណាវាជាតែខាតបងអីចឹងទៅដល់ពេលយើងលក់យូរទៅម៉ូយយើងជាតែមានច្រើនទៅចឹងហើយថាមួយវាគូផ្សំនឹងយើងធ្វើទៅវារសជាតិអីចឹងដែរខ្លះទៅអនាម័យធំពុបបោកចូលគ្នាចឹងទៅរបរលក់បាយម្ហូបតាមចិញ្ចើមផ្លូវមិនមែនជាការងារដែលគ្មានតម្លៃនោះទេតែជាការងារសាមញ្ញមួយដែលបានបង្ហាញនូវការខិតខំប្រឹងប្រែងតស៊ូនិងក្តីស្រឡាញ់និងក្តីសង្ឃឹមរបស់លោកសម្រាប់ជីវិតទោះបីជាអ្នកដទៃមើលមកថាការងារលក់បាយម្ហូបតាមផ្លូវគ្មានតម្លៃឬយ៉ាងណាក៏ដោយក៏លោកមិនខ្វល់ដែរលោកនៅតែតស៊ូប្រឹងប្រែងព្រោះរបរនេះបានជួយផ្លាស់ប្ដូរជីវភាពគ្រួសាររបស់គាត់ប្រសើរឡើងសម្រាប់អ្នកលក់បាយម្ហូបតាមផ្លូវបាយមួយចានមិនមែនត្រឹមតែជាអាហារប៉ុណ្ណោះទេប៉ុន្តែវាជាការតស៊ូក្តីសង្ឃឹមនិងក្តីស្រឡាញ់ដល់អ្នកបរិភោគនិយាយទៅខ្ញុំមកហូបបាយនេះរាល់ថ្ងៃរៀន5ថ្ងៃហ្នឹងគឺមកហូបបាយថ្ងៃត្រង់នៅនឹងរាល់ថ្ងៃមូលហេតុដោយសារវានៅជាប់សាលាហ្មងហើយតម្លៃរបស់គាត់គឺសមរម្យដែលពួកខ្ញុំជានិស្សិតហ្នឹងអាចទទួលយកបានហើយវាសមស្របជាមួយនឹងការចំណាយរបស់យើងរាល់ថ្ងៃហើយចំពោះរសជាតិរបស់គាត់គឺរសជាតិរបស់គាត់មានអារម្មណ៍ថាយើងញ៉ាំដូចញ៉ាំនៅផ្ទះចឹងសឡគាត់ឆ្ងាញ់គាត់មានម្ហូបច្រើនមុខសម្រាប់ឲ្យយើងរើសថាយើងចង់ញ៉ាំម្ហូបអីហើយចំពោះអនាម័យរបស់គាត់ក៏ល្អដែរអាចនិយាយបានថាដូចការដែលយើងធ្វើនៅផ្ទះអញ្ចឹងហើយចំពោះសេវាកម្មរបស់គាត់គឺគាត់រាក់ទាក់មួយគ្នារបស់គាត់គ្រប់គ្នាមិនថាណាគេគឺឲ្យតែមកទិញបាយកន្លែងគាត់អញ្ចឹងគាត់និយាយលេងគាត់រាក់ទាក់គាត់ទទួលភ្ញៀវនៅក្នុងការទទួលភ្ញៀវរបស់គាត់ហ្នឹងគឺគាត់រាក់ទាក់ចំពោះភ្ញៀវគាត់គ្រប់គ្នាមកដឹងរងថ្ងៃដោយសារតើវានៅចិត្តសាលាដែរហើយខ្ញុំរៀន5ថ្ងៃខ្ញុំមកតាំង5ថ្ងៃញ៉ាំបាយថ្ងៃត្រង់នៅហ្នឹងដោយសារតើគាត់លក់តម្លៃសមរម្យហើយឆ្ងាញ់ហើយគាត់ធ្វើស្អាតទៀតហើយក្នុងនាមជានិស្សិតយើងចំណាយក៏ត្រូវមានខ្ទង់នៅក្នុងចាយចំណាយដែរដោយសារប្រចាំថ្ងៃយើងត្រូវចំណាយលុយយើងទទួលលុយពីពុកម្ដាយមកអញ្ចឹងយើងចំណាយមានខ្ទង់ហើយគាត់លក់មកតម្លៃសមរម្យដែលយើងអាចទទួលយកបានមានបញ្ហាមុនដំបូងមីងពិបាកអូនអើយមិនដូចនេះទេវាពិបាកដែរជាការធម្មតាលក់ជុំការលក់ដាច់ជូនការអត់ដាច់អីអញ្ចឹងណាអីមុខរបរច្រើនតែគេមើងងាយអញ្ចឹងឃើញលក់ចោមខ្នល់អីអញ្ចឹងអូនប៉ុន្តែនេះមិនអាចនេះទេចំគ្រួសារបានអូនមីងធ្លាប់ធ្វើរោងចក្រវាពិបាកបើដូចយើងលក់ខ្លួនឯងទេយើងលក់ខ្លួនឯងស្រួលចាំឈប់ស្មានណាក៏បានដែរពីមុនពិបាកឥឡូវអត់ទេឥឡូវធូរច្រើនណាអូនទៅវារៀងគ្រាន់បើដែរបានបង់ធនាគារស្រួលអត់ពិបាកអីមកស៊ីចាយគ្រប់គ្រាន់កូនរៀនអីលក់ដូររថ្ងៃវាដាច់ដែរវានិយាយរួមវាទៅមុខដែរណាមកធនកដាលយើងអាចបង់ធនាគារស៊ីចុកលើនឹងទាំងអស់តាក់ភ្លើងមកចប់និយាយរួមតកូនរៀនកូនអី
ឪពុកម្ដាយលក់បាយម្ហូបដើម្បីឲ្យកូនបានបន្តការសិក្សានិងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររាល់បាយម្ហូបគឺជាក្តីស្រឡាញ់របស់អ្នកលក់និងអ្នកទិញនិងដើម្បីជីវភាពក្នុងក្រុមគ្រួសារ